សួស្តីអ្នកនរគ្នារីករាយចុងសប្តាហ៍ហើយថ្ងៃនេះផងដែរខ្ញុំនាំអ្នកនរគ្នាមកមើលទិដ្ឋភាពថ្ងៃលិចនៅខាងផ្លូវ80ម៉ែត្រដោយសារតែរដូវនេះជារដូវភ្លៀងក្មេងៗក៏ចូលចិត្តមកលេងទឹកមែនតែនពេលល្ងាចហើយខ្ញុំក៏ដូចជាអ៊ំមួយចំនួនក៏ចូលចិត្តដើរទៅហាត់ប្រាណនៅផ្លូវនឹងដូចគ្នាយើងអាចដើរហាត់ប្រាណអាចរត់អាចជិះកង់ព្រោះនៅតំបន់ទីនេះជាទីជនបទចឹងហើយអត់មានកន្លែងទីប្រជុំជនមួយដើម្បីហាត់ប្រាណជុំគ្នានោះទេហើយខ្ញុំក៏អាសាមកហាត់ប្រាណនៅផ្លូវនេះផងដែរមិនថាដើររត់ឬក៏ជិះកង់ហើយក្មេងៗភាគច្រើនក៏ចូលចិត្តទៅលេងទឹកនារដូវនេះវ័យជំទង់អ្នកមានគ្រួសារជាទូទៅក៏ចូលចិត្តជួបជុំញ៉ាំអីមើលទេសភាពអ៊ំក៏គាត់ហាត់ប្រាណតាមចំណង់ចំណូលចិត្តយើងរៀងខ្លួនអីចឹងទៅសម្រាប់អារម្មណ៍ខ្ញុំពិតជាចូលចិត្តទេសភាពពេលថ្ងៃលិចខ្លាំងមែនតើជាពិសេសពេលដែលខ្ញុំមានឱកាសនៅជាមួយខ្លួនឯងមិនថាពេលដើរម្នាក់ឯងជិះកង់ម្នាក់ឯងឬក៏រត់ម្នាក់ឯងខ្ញុំអត់មានអារម្មណ៍ថាធុញទ្រាន់ឬក៏អន់ចិត្តនោះទេព្រោះដោយសារតែខ្ញុំចូលចិត្តស្ងប់ស្ងាត់បែបនេះជួបទៀតអរគុណអ្នកទាំងអស់គ្នាបើអ្នកទាំងអស់គ្នាបានមើលវីដេអូនេះដល់ចប់កុំភ្លេច comment ឲ្យខ្ញុំបានដឹងផង